អរគុណជាភាសាខ្មែរ2ម៉ាត់ភាសាជប៉ុន1ប្រយោគអញ្ចឹងភាសាខ្មែរយើងអរគុណចប់ភាសាជប៉ុនអារីហ្គាតូហ្គោសៃម៉ាស៊ីតាហ្នឹងហើយអញ្ចឹងមួយនេះគឺវែងឥឡូវខ្ញុំនិយាយអំពីពាក្យអរគុណជាភាសាជប៉ុនក៏មានខ្លីដែរអ្នកនរគ្នាគឺអារីហ្គាតូចាអញ្ចឹងអារីហ្គាតូហ្នឹងគឺយើងប្រើបានសម្រាប់អ្នកដែលប្រហែលយើងសកលយើងអីអញ្ចឹងណាវាអត់សូវគួរសមទេហ្នឹងហើយអញ្ចឹងពាក្យអរគុណមួយទៀតដែលគួរសមយើងប្រើបានទូទៅគឺអារីហ្គាតូហ្គោសៃម៉ាស់ចាអារីហ្គាតូហ្គោសៃម៉ាស់អញ្ចឹងអារីហ្គាតូហ្គោសៃម៉ាស់ហ្នឹងគឺវារៀងគួរសមហ្នឹងហើយយើងអាចប្រើបានទូទៅហ្នឹងហើយហើយអ្វីដែលខ្ញុំនិយាយពីដំបូងមកមិញវែងឡាយហ្នឹងគឺអរគុណបែបគួរសមក្នុងអតីតកាលអញ្ចឹងខ្ញុំឧទាហរណ៍ដូចអ្នកទាំងអស់គ្នាទៅទិញអីវ៉ាន់នេះអញ្ចឹងណានៅពេលដែលយើងទិញហើយយើងឲ្យលុយគេហើយអីហើយអញ្ចឹងបានន័យថារឿងទាំងអស់ហ្នឹងវាកើតឡើងហើយអស់ហើយអញ្ចឹងគេនឹងអរគុណយើងជាអតីតកាលហ្នឹងហើយអញ្ចឹងគឺគេប្រើអារីហ្គាតូហ្គោសៃម៉ាស៊ីតាចាគឺអារីហ្គាតូហ្គោសៃម៉ាស្តាចាអារីហ្គាតូហ្គោសៃម៉ាស្តាអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាមកជប៉ុនអីចឹងណាទៅផ្សារទិញអីវ៉ាន់អីអញ្ចឹងទៅរួចរាល់គេនឹងនិយាយពាក្យហ្នឹងមកកាន់អ្នកទាំងអស់គ្នាហើយចាគឺសម្រាប់ខ្ញុំគឺវាវែងមែនតើហ្នឹងហើយវាវែងធ្លាប់តែខ្មែរអរគុណចប់